ខ្ញុំធ្លាប់ឮការចោទប្រកាន់ជាពិសេសគឺការចោទប្រកាន់របស់អ្នកមិនគ្រប់គ្រងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំពោះគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់ពួកយើងពួកគេចោទថាពួក LDP នឹងពួកគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនឹងឲ្យតែគេមានគំនិតប្រឆាំងជាមួយខ្លួនតាំងជេរគេថាឈាមឆ្កែជេរគេថាអំនឹសល្ងងទាល់តែគេតាមគំនិតរបស់ខ្លួនអានឹងបានខ្លួនថាគេល្អហើយគេលើកមកជាអំណះអំណាងផ្សេងទៀតគេថាមនុស្សយើងវាមានគំនិតផ្សេងគ្នាដូច្នេះយើងត្រូវរៀនគោរពគំនិតរបស់អ្នកដទៃផងបងប្អូនអ្នកគ្រប់គ្រងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខ្លះគាត់មានមូលដ្ឋានក្នុងការត្រិះរិះពិចារណាខ្សោយពេលដែលគេនិយាយអញ្ចឹងគាត់គិតរកមើលហេតុផលដែលសមទំនងថាហេតុអ្វីបានជាគេមកប្រឆាំងជាមួយគំនិតទស្សនៈរបស់យើងមានពេលខ្លះយើងគោរពគំនិតទស្សនៈរបស់គេមានពេលខ្លះយើងមានអារម្មណ៍ថាអាពួកនឹងខូចរួចហើយយើងមានអារម្មណ៍ចង់ជេរថាពួកនឹងពួកអាឈាមឆ្កែឬមានពេលខ្លះពេលដែលប្រជាពលរដ្ឋគាត់មិនចូលរួមក្នុងចលនារបស់យើងថាគាត់ល្ងងជួនកាលគាត់ទៅគ្រប់គ្រងគណៈបកមួយទៀតយើងថាគាត់ល្ងងហេតុអីបានជាយើងទៅថាគេល្ងងអ្នកខ្លះអ្នកគ្រប់គ្រងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយើងនិយាយថាវាច្បាស់ពេកឧទាហរណ៍ថា2 + 2 4ហើយយើងថា4អាមួយទៀតថា2 + 2 5យើងថា2 + 2 4ដល់ពេលអាមួយទៀតវានៅតែថា2 + 2 5អាត្រង់ហ្នឹងដែលយើងហ៊ាននិយាយថាអាអ្នកថា2 + 2 5ហ្នឹងគឺជាអ្នកខុសគេតបមកវិញថាវិទ្យាសាស្ត្រសង្គមមិនដូចជាវិទ្យាសាស្ត្រពិតទេវិទ្យាសាស្ត្រពិតឧទាហរណ៍អញ្ចឹងត្រូវ2 + 2 4ដល់ពេល2 + 2 5គឺគំនិតហ្នឹងខុសហ្មងនេះគឺជាវិទ្យាសាស្ត្រពិតតែយើងវិទ្យាសាស្ត្រសង្គមវាគឺគ្រាន់តែជាគំនិតដូច្នេះយើងត្រូវគោរពគំនិតរបស់អ្នកដទៃផងបងប្អូនត្រូវយកគំនិតទស្សនៈនេះមកត្រិះរិះពិចារណាសួរខ្លួនឯងថាខ្លួនយើងពិតជាមនុស្សខូចមែនណាដែលគេប្រឆាំងជាមួយនឹងគំនិតរបស់យើងទៅបំពេញគេថាគេខូចមិនព្រមគោរពគំនិតរបស់អ្នកដទៃមែនណាអញនឹងជាមនុស្សខូចមែនណាគិតត្រិះរិះពិចារណាទៅបងប្អូននឹងរកឃើញហេតុផលអីដែលបងប្អូនថាអ្នកដែលមិនគ្រប់គ្រងអ្វីដែលយើងយល់ថាត្រឹមត្រូវជាមនុស្សខូចឧទាហរណ៍គេនិយាយថាគេអត់ចូលចិត្តនយោបាយទេអ្នកឯងចូលចិត្តនយោបាយឲ្យអ្នកឯងធ្វើទៅបងប្អូនយកគំនិតទស្សនៈនឹងមកត្រិះរិះពិចារណាប្រទេសមួយចាត់ទុកដូចជាផ្ទះមួយនៅទាំងអស់គ្នាវាអត់មានអ្នកណាមួយនិយាយថាខ្ញុំចូលចិត្តឬមិនចូលចិត្តការពារផ្ទះសម្អាតផ្ទះថែទាំផ្ទះទេវាមិនតាក់ទងជាមួយនឹងរឿងចូលចិត្តឬមិនចូលចិត្តឡើយវាតាក់ទងថាអ្នកនៅផ្ទះនឹងដែរអ្នកមានកាតព្វកិច្ចក្នុងការថែរក្សាផ្ទះនឹងដែរត្រូវអត់អ្នកឯងគិតមើលអញលាងចានអញបោសផ្ទះការពារផ្ទះថែទាំផ្ទះនៅទាំងអស់គ្នាដល់ពេលគេនៅផ្ទះនឹងដែររួចហើយគេនិយាយថាគេមិនចូលចិត្តការងារអស់ហ្នឹងបើឯងចូលចិត្តឯងថែទៅចូលដល់100ឥឡូវហើយដល់ពេលគេនិយាយគេថាយើងពេលគេមិនគោរពគំនិតរបស់យើងថាគេខូចយើងថាគេល្ងងបងប្អូនណាច្បាស់ដូច2 + 2 4ហើយវានិយាយថា2 + 2 5អត់ច្បាស់នៅផ្ទះជាមួយគ្នាយើងថែរក្សាផ្ទះលាងផ្ទះបោសផ្ទះការពារផ្ទះដល់ពេលយើងហៅវាដែលវានៅផ្ទះនឹងដែរឲ្យមកការពារផ្ទះនឹងថែរក្សាផ្ទះនឹងចូលរួមធ្វើការជាមួយយើងវានិយាយថាវាអត់ចូលចិត្តតើបងប្អូនទទួលយកគំនិតនឹងបានទេដល់ពេលយើងនិយាយថាបើសិនណាជាអ្នកឯងមិនថែរក្សាផ្ទះនឹងទេមិនចូលរួមការពារផ្ទះនឹងទេអ្នកឯងគ្មានសិទ្ធិនៅក្នុងផ្ទះនឹងទេវានិយាយថាយើងអត់ចេះគោរពគំនិតរបស់គេផងបងប្អូនត្រូវយកពនួងដាក់ក្បាលវាភុះដល់ពេលវាសួរថាហេតុអីបានមិនគោរពគំនិតរបស់អញផងអញមានគំនិតផ្សេងពីឯងមិនឯងយកពនួងវាយក្បាលអញថាហែងមិនក៏មិនគោរពគំនិតអញផងគំនិតអញថាអំនឹងអញ្ចឹងអញត្រូវតែវាយក្បាលហើយមិនក៏មិនគោរពគំនិតនឹងផងមិនបានឯងនិយាយថាខុសបើអញនិយាយថាត្រូវវាយក្បាលឯងហ្នឹងហើយមិនក៏មិនគោរពគំនិតរបស់អញផងអាណាដែលអញបញ្យល់អញ្ចឹងហើយរួចហើយនៅតែបំពេញណាអញថាអានឹងអាឈាមឆ្កែអានឹងជាគំនិតរបស់អញហើយចុះហែងមិនក៏មិនគោរពគំនិតរបស់អញផងបងប្អូនណាយើងគោរពកើតអត់ពីព្រោះយើងគិតទៅវាមានខុសមានត្រូវអញ្ចឹងហ្មងវាមានគំនិតខ្លះដែលជាទស្សនៈมันអាចទៅចែកថាខុសឬត្រូវបានឧទាហរណ៍ពីអ្នកប្តីប្រពន្ធ
វាមានដី1ហិកតាវាចង់ធ្វើដំណាំកសិកម្មដើម្បីឲ្យគ្រួសាររបស់វារីកចម្រើនប្តីមានកំណត់ថាអូនហើយថ្មីបាត់តែយើងមានលុយតិចក៏ប៉ុន្មានបងគិតថាយកដីរបស់យើងនឹងទៅប្រចាំមើលទៅបានលុយពីដីរបស់យើងនឹងក៏វាមិនច្រើនដែរបងគិតថាយកផ្ទះរបស់យើងទៅប្រចាំមួយទៀតដើម្បីឲ្យបានលុយប្រហែលជា$50,000មករួចហើយយើងដាំម្រេចយើងទ្រាំស៊ីអត់ស៊ីឃ្លានតា2ឆ្នាំឬ3ឆ្នាំទេឆ្នាំទី1ហ្នឹងយើងអាចដកលុយសងគេបានហើយដល់ពេលប្រពន្ធថាបងកុំធ្វើអញ្ចឹងខ្ញុំជាពាក់លុយធនាគារខ្ញុំភ័យណាស់បងខ្ញុំខ្លាចយើងរកស៊ីទៅវាខុសវាទាស់អីអញ្ចឹងចុះទៅគេរឹបអូសយកដីយើងយកផ្ទះយើងបងយើងដាំត្រឹមតែរ៉េនឬសាវម៉ាវបានហើយអស់ហ្នឹងវាអស់ដើមតិចបន្តិចអ្វីបាត់តែវាប្រមូលផលមិនបានច្រើនដូចម្ដេចក៏ពិតមែនក៏ប៉ុន្តែយើងវាអត់ភ័យពីព្រោះយើងមិនបានទៅខ្ចីលុយគេបើយើងចង់ទៅខ្ចីលុយគេក៏យើងដាក់ត្រឹមតែដីរបស់យើងបានហើយកុំដាក់ដល់ផ្ទះយើងពេកបានលុយមិនល្មមមកយើងដាំសណ្ដែកឬយើងដាំល្ហុងឬយើងដាំត្រប់វាបានផលឆាប់បន្តិចបងរួចហើយវាចំណាយទុនបន្តិចប្តីថាអូនបើយើងដាំអារបស់អស់ហ្នឹងវាបានត្រឹមតែ1ស៊ីទេអូនវាមិនអាចคล้ายទៅជាអ្នកមានបានទេបងខ្ញុំយល់ប៉ុន្តែខ្ញុំមិនចង់ឲ្យជាពាក់បំណុលគេអានឹងគេហៅចំនួនទស្សនៈរកការរីកចម្រើនដូចគ្នាយើងអាចកាត់មិនបានទេប៉ុន្តែអាមួយមកបំពេញហ្មងយើងថាផ្ទះនៅជាមួយគ្នាត្រូវតែមានកាតព្វកិច្ចជួយថែរក្សាផ្ទះទាំងអស់គ្នាវាថាអញអត់ចូលចិត្តទេមរាយឥឡូវដល់យើងមរាយវាថាយើងអត់គោរពគំនិតទស្សនៈរបស់គេផងបើវាមកបំពេញទាំងរស់បងប្អូនពិចារណាមើលឧទាហរណ៍ដោយសំរងស៊ីកម្មសខាគាត់និយាយត្រឡប់និយាយត្រឡិនមានឧទាហរណ៍រាប់មិនឈ្នះដែលបង្ហាញអំពីសំរងស៊ីកម្មសខាត្រឡប់ត្រឡិនឧទាហរណ៍គាត់បាតកម្មថាដូចខ្លាំងណាស់អញ្ចឹងណាធ្វើឲ្យអ្នកបាតកម្មហ្នឹងស្មានតែសំរងស៊ីកម្មសខាហ្នឹងគាត់បាតកម្មហ្នឹងគឺដើម្បីទម្លាក់ហ៊ុនសែនចោលរហូតដល់គាត់ប្រើពាក្យថាបងប្អូនត្រូវប្រឹងទៅអន្តរជាតិគេទុកឲ្យហ៊ុនសែនតាមមួយឆ្នាំឯងឥឡូវចិត្តមួយឆ្នាំឯងតាមមួយឆ្នាំណាហ៊ុនសែនគាត់ដោះស្រាយអីមិនបានអន្តរជាតិគេលេងហើយស្រាប់តែគាត់ត្រឡប់ផឹងទៅចូលរដ្ឋសភាគាត់និយាយថាឲ្យយើងបាតកម្មមិនបើយើងបាតកម្មយូរហើយអន្តរជាតិមិននៅខាងយើងផងហ្នឹងគឺច្បាស់ចាស់ដំបូងដៃថាអន្តរជាតិនៅខាងយើងកម្មសខាទៅនិយាយនៅអាមេរិកក៏និយាយចឹងដែរយើងអាចបាតកម្មដល់ណាទៅទៀតបាតកម្មយូរហើយអន្តរជាតិមិននៅខាងយើងផងហ្នឹងចុះហេតុអីពេលបាតកម្មគាត់និយាយថាអន្តរជាតិគឺទុកឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឬគណៈបព្វជិជនតាមមួយឆ្នាំទេឥឡូវចិត្តគ្រប់មួយឆ្នាំហើយតាមមួយឆ្នាំដោះស្រាយមិនចេញទេគឺអន្តរជាតិហ្នឹងគេលេងណាអាហ្នឹងមានន័យថាគាត់ភូតប្រជាប្រដ្ឋណាអន្តរជាតិតែបងប្អូនវាអត់ចូលដៃគ្រប់គ្រងសំរងស៊ីកម្មសខាឬគណៈបព្វប្រឆាំងមួយណាទេពីព្រោះវាដឹងថាពួកនឹងចំហមិនរឹងទេតើវាហត់ទៅគ្រប់គ្រងពួកនឹងព្រាមដល់ពេលគេនិយាយត្រូវគ្នាវាចូលភ្លុកអន្តរជាតិហ្នឹងត្រូវបានរដ្ឋាភិបាលគាត់សម្គាល់អាទូតមួយនឹងភ្លាមហ្មងថាអានេះពេលអញមានបញ្ហាវាចង់ទៅជួយពួកអប្រឆាំងដើម្បីជន់កអញពេលហ្នឹងតំណាក់តំណងការទូតមានភាពរអាក់រអួលមានអរិភាពភ្លាមហើយពួកវាមកធ្វើការដើម្បីផលប្រយោជន៍ប្រទេសរបស់វាចាប់តែខាងណាឈ្នះទេហើយបងប្អូនត្រូវចាំបើវិបត្តិធំដែលប៉ះពាល់ដល់ផលប្រយោជន៍របស់វាឧទាហរណ៍គ្រឿងញៀនឧទាហរណ៍ភេរវកម្មអូអានឹងអាមេរិកកាំងលឿនណាស់ព្រោះប៉ះពាល់ដល់ផលប្រយោជន៍របស់វាប៉ុន្តែវិបត្តិប្រជាធិបតេយ្យដោយអង្សានស៊ូជីអញ្ចឹង Nobel សន្តិភាពទៀតឈ្នះឆ្នោតទៀតសួរថាតើដល់ពេលរដ្ឋាភិបាលមិនអោយអំណាចត្រឹមត្រូវស្របច្បាប់ដោយតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យអង្សានស៊ូជីសួរតើអាមេរិកកាំងធ្វើអីធ្វើលិខិតស្កោលទោសវិបត្តិអីវិបត្តិប្រជាធិបតេយ្យដល់ស្រុកខ្មែរបោះឆ្នោតមិនមែនឈ្នះផងចាញ់គេត្រង់រឿងគេបន្លំអីខ្ញុំមិនដឹងទេណាប៉ិនចាញ់គេហើយឈ្មោះអាពីក្បាលហ្នឹងវាខូចឈ្មោះដឹងប្រហែលដងហើយបងប្អូនទៅមើលគ្រប់អាណត្តិវាថាអត់ចូលរួចហើយចូលអាពួកបរទេសវាខ្សឹបឃ្លាវគ្នាវាថាកុំកាន់ជើងអាពីអ្នកហ្នឹងមិនបានទេមិនតិចវាចូលហើយអញ្ចឹងបានពេលវាបាតកម្មពួកហ្នឹងថាកុំចូលជាមួយវាបន្តិចទៅវាចូលហើយវាចូលមែនប៉ុន្តែអាពីគ្រឿងហ្នឹងវាបោកប្រជាពលរដ្ឋថាម៉េចអូអន្តរជាតិគាំទ្រខ្លាំងណាស់ដើម្បីលើកទឹកចិត្តរុញប្រជាពលរដ្ឋឲ្យចូលទៅងាប់ពេលណាប្រជាពលរដ្ឋកាន់តែខ្លាំងវាតថ្លៃតំណែងបានកាន់តែខ្លាំងសំរងស៊ីកម្មសខាប្រភ្លើទៅចូលយកតំណែងយកតួនាទីតែប៉ុណ្ណឹងបានប្រាក់ខែ$2,000ណា
បើចូលទៅអញ្ចឹងដដែលបងប្អូនចូលពីដំបូងដៃបាតកម្មឡើងថ្លៃនោះបានអាឡើងថ្លៃនោះហើយយើងភ្លើចេះតែបាតកម្មទៅឃើញប៉ុណ្ណឹងហើយបងប្អូនបើជាបរតណាព្រោះនៅតែគ្រប់គ្រងឃើញសំរងស៊ីកម្មសខាត្រឡប់ត្រឡិនប៉ុណ្ណឹងហើយសំរងស៊ីដល់ពេលគាត់ចូលទៅបាតកម្មដល់ពេលគាត់ចូលគាត់ថាម៉េចចូលទៅគៀកខ្លាបានចាប់ខ្លាបានឃើញបោកទៀតណាហេតុអីមិនថាបោកព្រោះស្រែកនៅទីសាធារណៈពាក្យហ្នឹងគេនិយាយស្ងាត់មិនឲ្យខ្លាដឹងខ្លួនទេនេះនិយាយអញ្ចឹងចាប់តែប្រជាពលរដ្ឋទៅជឿទៀតថាកុំអាថាគេចូលទៅចាប់ខ្លាអូស្រែកឲ្យខ្លាដឹងអញ្ចឹងស្រាប់តែទៅតវ៉ាចុះឡើងមិនតវ៉ាផងវាទៅជាសុំកលុំគ្នាបានអាច្បាប់បោះឆ្នោតមួយមិនមែនតែយើងថាទេអង្គការសង្គមស៊ីវិលមិនមែនតែអង្គការសង្គមស៊ីវិលក្នុងស្រុកទេអង្គការសង្គមស៊ីវិលអន្តរជាតិក៏ថាដែរថាច្បាប់បោះឆ្នោតថ្មីនេះអាក្រក់ជាងច្បាប់បោះឆ្នោតចាស់ទៀតចរចាគ្នាហើយបងប្អូនច្បាប់2មិនច្បាប់តិចទេអនុម័តតែ1ម៉ោងគត់1ម៉ោងគត់ច្បាប់2រាប់រយមាត្រាគ្រាន់តែអានណាក៏ស៊ីពេល2ម៉ោងដែរយ៉ាងនេះច្បាប់រាប់រយមាត្រាច្បាប់ដល់តែ2អនុម័តតែ1ម៉ោងទេហើយសម្រាប់ជាឯកច្ឆន្ទចេញមកវិញបងប្អូនឆ្លៀតភូតទៀតសំរងស៊ីឆ្លៀតភូតទៀតថាម៉េចទេបងប្អូនអង្គការសង្គមស៊ីវិលកុំអស់សង្ឃឹមហើយបាត់ទៅច្បាប់នេះអនុម័តហើយយើងនឹងរកឱកាសដើម្បីកែច្បាប់នេះតាមបងប្អូនឲ្យទាល់តែបានមិនថាភូតទីរាហើយដល់ពេលឃើញប្រជាពលរដ្ឋប៉ុណ្ណឹងហើយនៅតែជឿទៀតបានយើងថាអានេះល្ងងយ៉ាងនេះដល់ពេលយើងថាល្ងងគេថាម៉េចទេឲ្យតែពីណាមិនគ្រប់គ្រងវាតាំងថាគេល្ងងត្រូវទេបងប្អូនយើងថាត្រូវទេមិនយើងមកពៀនទេណាវាថាយើងត្រូវរៀនគោរពគំនិតទស្សនៈរបស់គេផងខ្ញុំថាបើហែងបើភ្លើរួចហែងជាយួនណាហែងជាសៀមអញផ្ទះដៃសោចពីព្រោះពេលណាការសម្រាប់ចិត្តខុសរបស់ហែងមិនងាប់ដល់អញទេតែនេះហែងបើភ្លើងាប់ដល់អញដូច្នេះអញមានសិទ្ធិក្នុងការក្តៅកាហាយជាមួយហែងភ្លើព្រោះហែងភ្លើហែងបោះឆ្នោតទៅងាប់ដល់អញដែរហេតុផលវាអញ្ចឹងបងប្អូនដល់ពេលយើងឆ្លោះជាមួយវាអញ្ចឹងគេថាយើងនឹងអត់ចេះគោរពទស្សនៈរបស់អ្នកដទៃទស្សនៈមិនបើវាច្បាស់ចាស់បងប្អូនដោយគណៈបកប្រជាជនកម្មការងារប្រទេសជាតិខ្នល់គេជួយមកលុយមិនចេះតិចបងប្អូនយកមកធ្វើខ្នល់អាលួយដល់ពេលយើងថាខ្នល់អាលួយគេថាមិនក៏មិនគោរពទស្សនៈរបស់គេផងគេធ្វើគេចូលចិត្តតែអញ្ចឹងគេធ្វើអាលួយរួចហើយតាមទស្សនៈរបស់គេសល់លុយខ្លះគេដាក់កប៉ាល់ទុកកូនគេចាយដូច្នេះយើងត្រូវគោរពគំនិតទស្សនៈរបស់គេផងសំរងស៊ីដល់ពេលគេសោកគាត់ត្រូវដឹងគាត់និយាយថាម៉េចទេយើងខ្មែរដូចគ្នាឆ្លោះគ្នាធ្វើអីយើងមានគំនិតស្នេហាជាតិដូចគ្នាតាគ្រាន់តែទំនាស់ទស្សនៈគ្នាតាអូទំនាស់ទស្សនៈអីនងពុកអលួយយើងទៅថាឯងពុកអលួយកាប់បំផ្លាញព្រៃឈើក្រុមហ៊ុនដាច់ថ្លៃឈើទាំងអស់សិតទៅឲ្យលុយឯងសិតតែបាក់ពួកក្រុមគ្រួសារឯងបានឯងឲ្យហើយអញទៅឆ្លោះមួយឯងដល់ពេលគេសោកគេប៉ាន់គាត់ត្រូវសុំកលុំគ្នាទៅយកពាក្យវប្បធម៌នៃការចរចាវប្បធម៌សន្ទនាយកមកខ្ទប់អាភិបសុំកលុំរួចហើយប្រើពាក្យថាយើងជាខ្មែរដូចគ្នាយើងសិតតែមានឧត្តមគតិជាតិដូចគ្នាទេគ្រាន់តែមានគំនិតខុសគ្នាប្រឆាំងទស្សនៈគ្នាយើងមិនគួរយកខ្មែរធ្វើសត្រូវខ្ញុំថាអានេះថោកដល់កណ្ដុតទេបងប្អូនថោកដល់កណ្ដុតអូតំណោះទស្សនៈបងប្អូនស្គាល់តំណោះទស្សនៈដូចខ្ញុំនិយាយមិនអញ្ចឹងប្តីចង់ដាំម្រេចប្រពន្ធចង់ដាំត្រប់ចង់ដាំលហុងចង់ដាំតឡូងមីអីចឹងទៅឲ្យយោបល់ផ្សេងគ្នាមកថាបងខ្ញុំមិនចង់ជពាក់បំណុលគេទេបងខ្ញុំខ្លាចរកស៊ីខាតគេរឹបអូសផ្ទះយើងទេអូនបើយើងអត់ហ៊ានបថុយយើងក្រមកជីវិតមិនមែនក្រតែមកយើងក្រដល់កូនយើងទៀតអូនបើអត់បថុយទេយើងគ្មានឱកាសសម្រាប់មានទេអានឹងគេហៅតំណោះទស្សនៈរកការរីកចម្រើនដូចគ្នាឧទាហរណ៍គេថាបើបានលុយមកយើងអភិវឌ្ឍធារាសាស្ត្រមុនគេធ្វើម៉េចឲ្យកសិកម្មរបស់យើងទៅជាកសិកម្មទំនើបដល់មួយទៀតគេថាអញមិនដែលឃើញប្រទេសណាធ្វើកសិកម្មហើយមានទេហើយបាត់តែប្រទេសយើងកសិកម្មក៏ពិតមែនប៉ុន្តែគួរទុកកសិកម្មនឹងកុំជាផ្នែកធំរបស់ប្រទេសយើងគួរបង្រៀនប្រជាពលរដ្ឋយើងធ្វើសមាហរណកម្មចូលទៅបច្ចេកវិទ្យាទៅពីព្រោះអញឃើញស្រុកណាដែលប្រើបច្ចេកវិទ្យាខ្លាំងណាស្រុកនឹងមានដូច្នេះទោះបីស្រុកយើងកសិកម្មក៏ដោយយើងបង្រៀនប្រជាពលរដ្ឋយើងផ្នែកខាងបច្ចេកវិទ្យាឲ្យខ្លាំងដោយសិង្ហបុរីអញ្ចឹងរួចហើយយើងប្រមូលប្រជាពលរដ្ឋយើងចូលក្នុងវិស័យហ្នឹងតាមទស្សនៈអញយល់ថាធ្វើចឹងបានមានអានឹងគេហៅទំនាស់ទស្សនៈតែស្រុកខ្មែរមានទំនាស់ទស្សនៈអីបងប្អូនណាទំនាស់ប្រយោជន៍តខ្លួនណាអញកាន់អំណាចអញស៊ីបានច្រើនណាដល់ពេលអញផ្សេងអញមើលទៅក្តៅកាហាយឃើញអញស៊ី
anh chọn si đài đó bên trong việc lúa việc cắt việc chặt kia bên tái bà cái ao si đài rồi hai việc xong là mồm chặt anh bọn cá chia bắp và thua son tận hiệp liềm chân ban nhom chia bắp và chia bọt đóท่านเนี่ยไอ้เนี่ยเมื่อมันเจริญเต้ด้านเนี่ยไอ้ยัยทางบัดขมายใบบักขณีขมายเลี้ยอันนั้นมันเฉยเต้อันนั้นก็มือคืนเนี่ยเมื่อเอาเจริญแล้วการนั้นขมายเถอะขณีขมายเลี้ยที่เราอันนั้นมันให้มือเฉยซ้ำยังซีกำสขาชลัวขณีนะเก่งยัยทั้งบักเมียนกันนักปะประชังเต้รัฐบิบาลดาวเติมมุกมันไว้เต้ด้านเลยวิชบประชังวิทัดตัวขมายเถอะขณียมท้าบอมโอน่ะอาชลัวขณีใบบักเจี๊ยบในละหมอไหมอาตเราคือเรียซุ่มกับลมคือเรียซีอะไรหาลวยเจี๊ยต่ออันน้องอัดเงินเดียดโดยขณะปะฝนจะไปเก็บประกาศมายังสัวเกเมียนสังคมไอชเนียฮะเมียนสังคมไอชเนียประกาศมาแต่บงได้ชเนียรวยทอยละหดด่าเลยเนี่ยเมียนสังคมไอชเนียเรื่องไอ้บรรจัยมาเทินอยู่บายเตียดเกท้าเกงใหญ่มือขณะปะไปเจียจนรวยใหญ่เอาแต่บานจับไปมากับไอเต๋อเกโจยมือรัฐบาลบานเลยเกเอากับไอเยินคลายปันน้องบางคนจะนำไม่ประโยชน์ปันน้องเวียเมียนสำรัดโกนโยบายดำประโยชน์แต่อนุวัตเป็นใจประเทศสำรัดตัวสนะได้เฉพาะประโยชน์บาเชียนนะเวียปรองบ้านตามมุขไอ้ลานเตยวิจัดตกทะโจกใจเวียตเตสดจังกันนักปะประชาชนปะบะเอารัฐบิบาลจำเราค่ะเอาแต่บ้านมาเขาไอ้มาจังงั้นนะเวียออดสังคมทาชเนียซอนนั่งไงปันตาเราไปเวียมาโฆษณาเวียทาชเนียมองอัคราฮะบางคนกันนักปะโตคลาชอบมันครบขาดกรองพองชอบตะนางเรียมันกรบมันโดนพองให้เวียนใหญ่หลังบายกันนักปะเยืองชนะชนะให้บายชนะระเบียบไม่บายอันเมียนไปกับจนโชว์ขบตูเตียงประเทศเขานี่บายชนะไม่ยมใหญ่อัดใจยังบางคนมาจีบดยมไม่ยมอัดใจใหญ่ไทยบัตรยมเตยสำได้ก่อนนั่นแกหาสำได้บางคนแต่ยมอัดใจสำได้นี่ยมโชว์ตัวต่อโจตัวต่อชกเตยเจสำได้มันยมเลงโจตัวมังขนองเรื่องนั้นยมโยนรวยใช้ยมทัดทอดตัดโทษให้เป็นยมเลงยมเป็นสำได้คือโจตัวมาจีบดบักยมมันยมอัดใจใหญ่เรื่องใส่แต่ขมิ้นน้องจัดเลยแกทาคำเวสนาปากกายสำได้เนี่ยยมทันยมอัดใจสำได้มาจีบดยมใหญ่ไอ้ใหญ่แต่ละบักใจมีขนองปูเราเป็นจังไงบางยมสนมเปอร์เราทำบานยมได้สนมเปอร์มันยมกึศนี่นะเราทำบิบาลอับเธอพองยืงกึศทามันกลัวสนมเปอร์แม่นี่นะยมอันไม่กึศนี่นะขนองจัดบักยมสนมเปอร์อากาศบางปีปลัวมันนึกยมปลาแต่จัดจัดบักยมมันยมใหญ่อัดใจมองหึงสนมเปอร์นั้นหรือสังคมทารัฐบิบาลเจงจรนั้นจังบางขยมปราบถาตาบริสุทธิ์ปีขังขนองหายหายบาดจับไอ้ขังไกลโดยเตียมวยแต่บักยังไงเบียบักสรุปมาอินสรันนะหายบาดมาสาวเฉียวเดียวโอนให้กลายอันเธออัดเดียกรุ่นอันบักรุ่นหายอัดซองเลยยี่สมโตเบียบักแมนเตนโดยฉะนั้นหายบาดสาวเฉียวให้อันกุยเลี้ยงเขียวปีนักไม้พี่ให้เสมอละเตียกบักแมนเตนจัดอันเนี่ยอันอัดจังบานไอ้แมนเตนหายบาดมารอมือเลยมันบัดมารอเมื่อที่ขนมจักบ่เยิมจังมันแต่นะบางคนกรุบสกรรมเพียบต่างกูจังมาสะอาดมองประพุทธทาจัดตักวิสุทธิใส่ละวิสุทธิแต่จัดบริสุทธิ์หายเนี่ยใบกิดกูนักเคยไอ้ใหญ่จังมาดอเป็นนักเคยไอ้ใหญ่จังมานั่งไงได้เบียมันเฉลี่ยแต่ดอเรื่องสนมเปอร์หายในสังคมเยิมสังคมทาสังคมมันใหญ่ทาตลาดก้าอายุติธรจงเคยบำเพ็ญใหญ่ไทยเยิมสังคมทาเยิมหนึ่งเนี่ยตลาดก้าหนึ่งรกยุติธรเอายืมแจ้ตันใหญ่มองอัตรองนึงเด็กยมทลบเติบสายประตอบตัวจมูกนึงกระดาษปะช้างให้องค์การสังคมจีวันแล้วนะอาจงกล่าวกี่ส่วนทางในขนมเอากาจงกล่าวนี่จงเคยเราเมานะตาขนมเรื่องนั่งโลกสไลเมียนยบบอลอย่างไม่แต่การรัฐบิบาลหรือประเชียบรอดบองเอาในบัตรทอดตัวหอยมือละวิริบสะเพอวิริบสะเพอวิริบสะเพอวิริบใบประโมดะวิริบสะเพอนึงอะอารมณ์บ่เวียนนึงสะเพอหนึ่งใบวิริบจอมตะตะเตียหยกกระเบาเรียบประดาไอ้ประดาขนมเรื่องนั่งขยมส้มสมนมเปอร์เตอร์รัฐบิบาลให้สังคมทารัฐบิบาลแล้วลูกหนึ่งยกกับนัดตัวสนะระบบขยมเตอร์เกิดเรริปิจานาขยมสังคมทาประเชียบรอดด้านหนึ่งบานสิกได้ซอกการนารัฐบิบาลลูกเธอจังปันนี้กระโปรงเธอจังละโหดบ้านยมมือแต่ยมทาเอาประเชียบรอดขมายไอ้ตาเนี่ยดังอัดยมอัดใจใหญ่จังให้บางคนยมใหญ่ยมโจตัวบางคนยมใหญ่ยมโจตัวพวกเมียนขนมจัดบ้านยมใหญ่เมียนนมจัดบ้านยมใหญ่ส่งไปแต่เลี้ยงเรื่องไงอันนั้นเบี้ยสำได้ยมอัดได้สำได้ใช่ไหมพงยมโชว์ตัวแต่โจตัวนั่งขนมเรื่องบางยมกงส่งไปแต่ขยมเตยสำได้บางคนส่งไปแต่ขยมอะแต่เซเรื่องบางคนตัวแต่โจตัวบางยมเซอุปมาทาขนมเปรนั่งขยมจอมแต่เซลิขัดมวยเราบ้าไม่ใส่นั่งแต่เซแต่การน่ะเพราะบางขยมอัดโจตัวไม่ใส่นั่งขนมคล้วนบอกขยมถ้าตาขนมเปรนั่งเมียนอารมณ์มาจ้ะ
ខ្ញុំអត់ទៅសេបងប្អូនខ្ញុំទៅសេរួចហើយទុកចោល 4-10 ថ្ងៃខ្ញុំយកអានឹងមកមើលខ្ញុំមានអារម្មណ៍ចង់ហែកចោលពីព្រោះវាមិនមែនជាភាសាដួងចិត្តប៉ុន្តែបើខ្ញុំចូលតួបងប្អូនជួនកាលខ្ញុំទៅសេអត់ទាន់ណាបងប្អូនខ្ញុំយកមីក្រូមកដាក់ពីមុខខ្ញុំរួចហើយខ្ញុំនិយាយក្នុងរឿងតួហ្នឹងហ្មងណាបងប្អូនដល់ពេលខ្ញុំយកសម្លេងហ្នឹងមកស្ដាប់ឡើងវិញស្ដាប់ពេលណាយំពេលហ្នឹងស្ដាប់ពេលណាចូលតួពេលហ្នឹងទៀតហ្មងពាក្យចូលតួវាខុសអំពីពាក្យធ្វើឆ្ងាយណាស់បងប្អូនដល់ពេលខ្ញុំឃើញកម្មសខាសំរងស៊ីគេនិយាយសនោមពោតលិនហ្នឹងសង្ឃឹមថាអីចេះចុះតលិនមួសខួរកម្មសខានិយាយតែភាសាចិនវាមិនមែនជាភាសាដួងចិត្តបងប្អូនណាមនុស្សចេះស្ដាប់ភាសាដួងចិត្តអត់បើបងប្អូននៅតែមើលអាកន្លែងហ្នឹងអត់ឃើញទេបងប្អូនណាដឹងពីណាជួយបងប្អូនទេស្រុកខ្មែរមើលអ្នកជួយមើលអ្នកបោកអត់ឃើញសរុបមកវិញអ្វីដែលខ្ញុំចង់លើកមកនៅពេលនេះបងប្អូនណាគឺខ្ញុំចង់ឲ្យបងប្អូនរៀនវែកញែកស្អីហៅថាទំនាស់ផលប្រយោជន៍អ្វីជាទំនាស់ទស្សនៈអ្វីទៀតជាទំនាស់រឿងខុសរឿងត្រូវហ្មងណាកាន់ការងារប្រទេសជាតិដាក់តកូនខ្លួនឯងពុកអលួយដល់ពេលយើងថាឲ្យគេថាអានឹងទស្សនៈរបស់គេអាចជ្រឹមសពថ្ងៃវាកំពុងតែខំប្រឹងលៀងកន្លែងហ្នឹងវាថាយើងអត់ទាន់មានវប្បធម៌ប្រជាធិបតេយ្យគណៈបកមួយគ្រប់គ្រងធ្វើដូចថាខ្មែរហ្នឹងសត្រូវនឹងគ្នាកាប់ចាក់គ្នាវាគ្រាន់តែជាទំនាស់ទស្សនៈទេអូទំនាស់ទស្សនៈកាន់ការងារប្រទេសជាតិដាក់តកូនឯងដើរមើលកន្លែងណាដែលកូនឯងត្រូវចិត្តកូនឯងអាចយកបានទាំងអស់ប្រាប់តឪតឡាការគេកាត់ក្តីយ៉ាងម៉េចក៏ដោយសារក្រមចេញមកឪចេញសចនមួយទៅយកទាំងអស់សចនមួយស្លឹកយកបានទាំងអស់អូអញ្ចឹងទំនាស់ទស្សនៈប៉ុណ្ណឹងហើយអាថោកពីក្បាលរបស់យើងនេះវាចូលទៅក្នុងរដ្ឋសភាបញ្ចូលទៅប្រគ្រប់ស្អីដែលរដ្ឋាភិបាលចង់បានណាសំនឹងស៊ីប្រឡប់ទៀតកន្លែងហ្នឹងមិនមែនចូលរដ្ឋាភិបាលទេចូលរដ្ឋសភាទៅចូលអីរដ្ឋាភិបាលបើរដ្ឋាភិបាលគេគ្រប់ហើយគេមិនចង់ឲ្យចូលណាគេចង់ឲ្យចូលទៅសភាហើយចូលទៅប្រគ្រប់អាស្អីដែលគេចង់បាននោះកាលពីមុនគេចង់បានបង្កើតរដ្ឋាភិបាលពីព្រោះរដ្ឋាភិបាលបង្កើតដោយ2/3ដល់ឥឡូវបង្កើតដោយ50%បូក1គេមានត្រូវការនោះណាអញត្រូវការឲ្យហែងមកតដៃឲ្យអញហេខ្ញុំមិនតជើងឯណាមិនតជើងត្រូវឲ្យមកតដៃហ្នឹងពីព្រោះអញចង់ឲ្យតដៃហ្នឹងតើហេយើងអត់មានចូលរដ្ឋាភិបាលណាចុះអញមិនឲ្យឲ្យចូលរដ្ឋាភិបាលណាបើឯងចង់ចូលរដ្ឋាភិបាលក៏អញព្រមដែរវាអត់បានការអីព្រោះអញអត់ត្រូវការឯងតែអញចង់ឲ្យឯងចូលរដ្ឋសភាចូលភ្លុកដូចចិត្តចង់មែនដល់ចូលទៅគេថាយើងជាខ្មែរដូចគ្នារឿងអីយើងត្រូវឆ្លោះគ្នាបងប្អូនណាបើខ្ញុំវិញខ្ញុំថាខ្មែរក៏អញឆ្លោះដែរខ្មែរក៏អញឆ្លោះដែរហេតុអីមកឆ្លោះបើបំផ្លាញចឹងឆ្លោះមិនបរទេសក៏អញស្រឡាញ់ដែរបើវាមកជួយខ្មែរចឹងណាបងប្អូនពិចារណាមើលអានេះវាមិនមែននិយាយភាសាដួងចិត្តទេវានិយាយភាសាចេញពីក្បាលខ្មែរមិនត្រូវឆ្លោះមួយខ្មែរថាខ្មែរក៏ឆ្លោះដែរបើវាបំផ្លាញខ្មែរហ្នឹងអាណាបំផ្លាញខ្មែរអានឹងខ្មាំងអាណាជួយខ្មែរអានឹងខ្មែរអាណាក៏ដោយបងប្អូនភាសាអញ្ចឹងអន្តរជាតិគេទទួលស្គាល់ហ្មងអន្តរជាតិសប្ងៃអញ្ចឹងតែយើងប្រកាន់ពូជសាសន៍គេថាងាប់មនុស្សអីក៏ល្ងងម៉េចគ្រាន់តែការតំបន់ខុសគ្នាមុខវាខុសគ្នាតាមនុស្សទៅចែកតាអានេះប្រទេសអញអានោះប្រទេសអញធម្មជាតិបង្កើតមកសិតតែមនុស្សតាដូច្នេះសិទ្ធិមនុស្សយើងអាចរៀបអាពាហ៍ពិពាហ៍ទៅមកអត់ប្រកាន់ពូជសាសន៍តែអត់មានពីណាទទួលយកបានទេបើអ្នកឯងចូលទៅក្នុងជាតិសាសន៍របស់គេរួចហើយបំផ្លាញគេប៉ុន្តែបើអ្នកឯងចូលទៅចម្រើនដល់ជាតិសាសន៍គេអ្នកឯងមិនចូលផងគេទៅសុំឲ្យអ្នកឯងចូលទៅសុំអូយកៃឡាមួយនេះខ្លាំងណាហើយយកជាតិអញមួយទៅយកសញ្ជាតិអញមួយទៅដើម្បីនាំកិត្តិយសឲ្យជាតិអញចុងគេអត់ខ្វល់ថាអ្នកឯងជាជាតិសាសន៍អីទេសំខាន់គឺអ្នកឯងចូលរួមធ្វើឲ្យជាតិសាសន៍របស់ខ្ញុំរីកចម្រើនប៉ុន្តែបើខ្មែរដែរបងប្អូនរួចហើយបំផ្លាញខ្មែរនេះហើយដល់ពេលសំនឹងស៊ីយើងមិនយកខ្មែរណាធ្វើសត្រូវអានឹងនិយាយគាត់គួររៀលល្ងងទៀតគាត់គួររៀលល្ងងសម្រាប់ខ្ញុំវិញថាខ្មែរក៏អញយកធ្វើសត្រូវបើខ្មែរបំផ្លាញជាតិអីហ្នឹងអញ្ចឹងបានខ្ញុំថាមកដល់ពេលនេះគេថាមិនថាទៅប៉ុន្តែគណៈបកប្រឆាំងមានតែមួយឯស្រុកខ្មែរគឺគណៈបកសម្ព័ន្ធអស់ហើយអស់ហ្នឹងសត្វតែធ្វើប្រឆាំងទេគ្មានប្រឆាំងអីទេធ្វើទេគ្រាន់តែចាំពេលវេលាដែលប្រជាពលរដ្ឋត្រូវយល់ទេគ្រាន់តែមនុស្សល្ងងយល់យឺតទេបងប្អូនចុងក្រោយបំផុតមើលឃើញមកបានដឹងថាអាប្រឆាំងពិតប្រាកដគឺអញ្ចឹងបងប្អូនមិនធម្មតាណាស្រុកគេបងប្អូនរដ្ឋាភិបាលដូចជើងស្ដាំអញ្ចឹងអាប្រឆាំងដូចជើងឆ្វេងអញ្ចឹងបងប្អូនជាដៃគូក្នុងការធ្វើឲ្យជាតិរីកចម្រើនជាដៃគូហ្នឹងអញ្ចឹងបានអ្នកខ្លះគេនិយាយថាមិនហៅបងស្នាចូលមកក្រុមយើងខ្ញុំថាចូលមកក្រុមយើងមានជើងតែមួយដើររួចហើយកាន់រដ្ឋាភិបាលអញ្ចឹងទៅយើងនៅអាប្រឆាំងនេះប៉ិនមិនមែនប្រឆាំងដោយសំនឹងស៊ីកម្មសខាណាអាពីរគ្រឿងហ្នឹងប្រឆាំងព្រោះអត់បានផលប្រយោជន៍ផ្ទាល់ខ្លួនណាអញ្ចឹងបងប្អូនឃើញគេធ្វើល្អក្តៅឃើញគេធ្វើល្អក្តៅ
hát ấy bắt lật nọt ảnh bơ ba nó cái thưa quạt hết là bài chất trần đánh là vô bài anh nâng á bê đã chua cái nia còn liệt chết bê đã trời cái nia còn liệt chết bắn tay bà chia bạc khmai quạt ở toàn xóm nâng bạc bà thọ bà chia tập tay quạt che tà tha ý kê bà chàng chẳng ấy là o băng bà ôn bà chàng đâu dướng á bàn thờ dướng bà chàng cái lại na khơi khóc thà khóc ca na cái thôi à khóc dướng thà cái thôi à khóc anh nâng ban cái hai bà chàng chia đại cu đâm bấy thư ở bà tê ri chầm ra ơn băng bà ôn tay bà chàng đôi xóm nhang xí băng bà ôn bà chàng chia ở cả nơi bên đây bà chia bạc là ngông tê bắn tay băng bà ôn mình bạch đôi tôm mình nọ tê đôi pra sama sầm put luộc sầm đáy nhá nè hàng ca môn tra đắng khoai khò chả ơn đo tăng bị tra đắng móc khoai khò tịnh hí mà chống lên nhà nát kia lên nhà nát ấy nhá ở tết không biết tiệt đâu nương rương lên nhà nát mình lên nhà nát ấy tết tiệt đâu nương rương vuông đăng thao bọc cô nương prao bán ăn nơi tập bè đấy ca phim toàn tra đắng à prao mình bán nơi tập bè đâu nông mong tập bè đâu nông mong phụ dương viêm vuông đó bị bật lúc đắng món viêm chanh dây tê sarika bàn chanh dây bởi cái áo sarika máu bằng hạt món ớt tê bà phút lúc ấp tử chẳng mà lúc ra thà tăng bị tra đắng mốc khoai khóa ta chiêng môn bà ông mấy có mình prao ấp bốc mấy anh phong tử bạn tê bây giờ mình bò ngùi nhưng trong thơ mai nhưng dối bọn anh chuối phép nhưng mà các bách mới nhưng thà anh chăm ta xua bà phút sân bông bà ôn à thơ rương ca la hát chia rương đại mình ai tới ruột mòn đó bê dương dối chẳng dương dối cho bác bê tập nạ ca và chia tập tái không sọc là nguồn dương tha sọc là nguồn ta bồn đáy với chẳng ấy với quam thọ à sông sang chẳng ấy đó thì du tới một rốt thoảng lấy ấy chẳng ban American cái thằng kế pi rồi năm ban đào thoảng lời dương chắn viên miền a liệt ở cả đôi xóm mình xí nâng cầm sạc hà chẳng sẵn tới phụ ấy phụ chiêu rất là ngon quan tâm đến là ngon với du tới du đa thoảng lời bằng ôn việt đang thành nó bà chàng đôi crom khăm việt na trong ban kẻ hơi bà chàng đôi dương bằng ôn smart tu nhom tha món bằng có tha cầm nắp tua sẵn nặng mà nô công và chia rồi bọc cả nạp bạc sầm pon đâm bay và chia tập tay trừ ta bán chuột cháy ở riêng cả nạp bạc sầm pon đâm bay và chia tập tay căn càng nghe và tiệt chết rư ót đấy nhom mình hiên tình nhỉ tay mà nô công và chia rồi bọc sầm pon đâm bay và chia tập tay trừ ta bán chuột cháy dương men sầm piết đó bằng ôn ninh toàn bán căn càng nghe và tiệt chết phong toàn bên mà cái ấy phong nhom trôi hàng ná bằng ôn á cái này là hốt khăm việt na nó nhom tha chiêm mai anh chẳng chiêm mai anh bông ôn á mồm ta bán pi bay cả ấy phong á bông ôn á sầm piết dương mong bông ôn á bông ôn có mưa khmai không lỡ khó dương dây roa ngày mình có đạp bán đi dương tháp vào vót ta sao bao dương á à khang cao ta thưa bạp dương chởn á khmai mạch lịch luôn dương dây chẳng roa ngày bông ôn còn mình đạp bán đấy bông ôn phân smarto ở quạt tay khang ná bông ôn sớm thì quạt tay khang ná không crom là bọc quạt à khang cao riệp mòn riệp si không bạc tiếp nó bông ôn giờ lên bọc nó xuống có chanh kia không bạc vừa ăn cá với riệp chóm khang không nắng đó về trong lốt máu khang cày trong lốt máu khơi cho xóm năng si anh cầm giật khá mưa tới à mà nương ni sẵn khâm bạn để bọc đại chẳng mưa ta dương cái sập ngáy mưa ta dương ấy bông ôn bắn tay hạt ấy mình toàn hiện lục đại pi pro phải chia bọt toàn quan thở bắn ta dương lục đại thăm man mình tới cái bông ôn nó chuồn cá là ôi ôi nhom hot này nè anh cắn anh nâng mà đòn tư nè anh sạ mà đòn tư đâm bay ở chiết dương tranh phật việt khang ca tham thử anh nâng cái hai điều bài chia sao là bắt mưa ở bàn sầm rạch sầm cắn mà phật tất thơ luôn dương cái lăng chẳng ban nhom vậy thà ở riêng sầm quan nằm bay phải chia tập tay nhắc ban căn càng nghe bật chia rửa ọt đó nhom mà hiện tại ní tay mà nô công mà chia bờ nặng bạc sầm quan nằm bay phải chia tập tay thở tại nhá thơ là vô bài mất ọt mà nô công mà chia bông ổn xong đang si cầm giật khá còn ta khăng ra thà bị bá chê vô tầm mỏng ọt men mà nô công mà chia vô bài và stil nó vô bài chia sao là bạc vừa bàn sầm rạch cô đời Opama dương chăng ạ giờ bị chê cái hơi cái xua khla thay ban chê piผัวจองบานอาศัยแต่อันกระโปรงเธอนั่งเป๊กบันคลาจะคลาดดอกเกจรมาจัดบัดหมดเชิงเงียบมั้งให้บันเงียบในจัดเป๊กคลาดรถร้อยแต่ชงายเจตีนให้ไอ้บันเจแต่ชงายใหญ่ก็ท้าเตอเอาตัวเน่บ่ไหวนั่งยมรถบัดดอกเสียบแต่เงียบรถของรถจับในกลางเคยดอกเวนบองเมิมดอกเวนบองเมิมมันนั่งอ่ะเชียงราวโอเคนะอันนั้นยัยเล่นจะเชียงราวโอเคเชียงมาบอดแต่อันมาบอดอันcái đặng lương đó là tộc bằng đọt bọt bong mồm à bộ bò tê chẳng này về tờ si phật á nơi trong hàng mười khmai ô khmai vừa si phật chỗ đó tập bài á à bộ bò tê á việc ai cả hai về thằng khmai phật si rồi nhê rồi nhảy sẽ bà khmai đặt lương lương tộc bằng tai sập bài nhom trôi chất sập bài đại dương chẳng á bong ổn việc ót sầm khăn tại dương khlang tê tai sầm khăn á dương đó cô đây
cái lạnh thời khlang cái số là cầm về sna khlaจะthayมันคลาดปัญหาไอ้บันเห็นใหญ่ខ្ញុំស្ទង់មើលទៅដូចអត់អីដបងដៃមាននិយាយខ្លាំងចឹងណាប៉ុន្តែខ្ញុំមើលចិត្តដាច់ទេថាអត់អីខ្ញុំថាអត់អីដល់ពេលអញ្ចឹងចេះតែហ៊ាននិយាយខ្លាំងណាដល់គេមកដល់ចិត្តសងំបន្តិចសិនសិល្បៈធ្វើឲ្យបានសម្រេចក្តៅស៊ីរៈតិចស៊ីជ្រៅយួនណាបងប្អូនយើងទៅដុតទងជ័យវាដុតដួនវាដុតអីវាធ្វើមិនដឹងបងប្អូនប៉ុន្តែសិល្បៈធ្វើឲ្យបានសម្រេចខ្មែរយើងអត់ទេញងញ៉ាំងគេយកដីអស់សំរងស៊ីកម្មសខាហ្នឹងធ្វើញងញ៉ាំងហើយប្រជាពលរដ្ឋខ្មែរចរិតអញ្ចឹងផងត្រូវសំរងស៊ីកម្មសខាហើយសំរងស៊ីកម្មសខាមិនមែនស្នេហាជាតិទៀតឆ្លៀតឱកាសធ្វើទៀតគ្រាន់តែចេញពីសាលាមកអាខ្លះហ៊ានមិនទាន់ចប់ថ្នាក់ទី12ផងចេះតែជេរលោកញូរដ្ឋមន្ត្រីហ៊ុនសែនជេរគណៈបកប្រជាជនធ្វើនយោបាយបានងាប់បើអញ្ចឹងគេបាច់បង្កើតសាលានយោបាយអីសិល្បៈនៃការធ្វើឲ្យបានសម្រេចលូកដៃយកហើយអត់មានគ្រោះថ្នាក់កន្លែងហ្នឹងមានមីនមានចម្រងមានខ្លាមានពស់សំខាន់បំផុតពេលដែលយើងលូកដៃទៅយកអញ្ចឹងអត់មានរឿងអីចុះបើគណៈបកសង្គ្រោះជាតិទៅកន្លែងណាអាលាយកន្លែងហ្នឹងទៅកន្លែងណាលាយកន្លែងហ្នឹងចំណេញនយោបាយចឹងនយោបាយសំរងស៊ីកម្មសុខាគេខំណាប៉ុន្តែមកពីគណៈបកប្រជាជនអត់ធ្វើឲ្យទៅកន្លែងណាអាលាយកន្លែងនោះហេតុអីបានចឹងបងប្អូនប្រជាប្រដ្ឋភ្លើដល់ប្រជាប្រដ្ឋភ្លើវាឆ្លៀតឱកាសធ្វើអាហ្នឹងហើយដែលបងប្អូនមើលមិនទាន់បងប្អូនខ្លាយទៅជាបុគ្គលដែលជាអ្នកបម្រើនយោបាយចំណែកយើងវិញបង្រៀនប្រជាប្រដ្ឋឲ្យចេះលូនចេះក្រាបចេះដើរចេះធ្វើរឹកណាស់ចេះធ្វើរឹកអន់សំខាន់បំផុតគោលដៅរបស់យើងបានសម្រេចខ្ញុំណាបងប្អូនអាផ្លូវហ្នឹងខ្ញុំបកកែណាបងប្អូនប៉ុន្តែអាផ្លូវហ្នឹងទៅជារឿងអាក្រក់អស់បងប្អូនកាលណាគោលដៅជាផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្តែបើយើងលូនយើងក្រាបដើម្បីប្រយោជន៍អ្នកដទៃបងប្អូនថ្លៃថ្នូរណាលួចដើម្បីគេថ្លៃថ្នូរបងប្អូនលួចដើម្បីគេថ្លៃថ្នូរមានពេលខ្លះគេអាចយំបងប្អូនគេអាចយំខ្លួនឯងអត់លួចទេដោយសារអាណិតគេពេកទេបងប្អូនទៅលួចហាងគេដល់ពេលគេចាប់បានគេរចុះរឡើងសួរចុះសួរឡើងលួចព្រោះឲ្យគេស៊ីបងប្អូនណាម្ចាស់ហាងស្រក់ទឹកភ្នែកទេបងប្អូនឲ្យតែច្បាស់តែរឿងហ្នឹងអញ្ចឹងមែនកលិចកលុចដើម្បីប្រយោជន៍អ្នកដទៃបងប្អូនអាហ្នឹងបើល្អណាបងប្អូនប្រពុតប្រើកិច្ចប៉ុន្តែមនុស្សសប្ងៃវាកលិចកលុចដើម្បីប្រយោជន៍ផ្ទាល់ខ្លួនយើងកលិចកលុចប៉ុន្តែដើម្បីប្រយោជន៍អ្នកដទៃគេហៅថាកិច្ចនយោបាយត្រូវមានកិច្ចប៉ុន្តែត្រូវដឹងកិច្ចដើម្បីផលប្រយោជន៍របស់អ្នកដទៃដើម្បីធ្វើចឹងបានទី1ត្រូវមានទស្សនវិស័យជាមនុស្សដែលចេះប្រមាលមើលលទ្ធផលទី2គឺជាមនុស្សដែលលួចផុតពីប្រយោជន៍ផ្ទាល់ខ្លួនបងប្អូនណានៅស្រុកគេអត់មាននិយាយពីរឿងខែពីរឿងថ្ងៃពីរឿងដងដែលអ្នកឯងត្រូវធ្វើទេគេនិយាយពីរឿងថាបានអត់ខ្ញុំធ្វើប្រមាណដងហើយប៉ុន្តែអត់បានទេស្រុកគេអត់និយាយទេបងប្អូនគេនិយាយថាលទ្ធផលយ៉ាងម៉េចទៅហើយថាខ្ញុំប្រឹងណាស់20-30 ដងហើយប៉ុន្តែមិនដែលបានទេរដ្ឋាភិបាលហ្នឹងខ្ញុំធ្វើច្រើនដងហើយតែរដ្ឋាភិបាលខូចមិនធ្វើឲ្យខ្ញុំអានឹងហើយដែលគេនិយាយថាយើងអត់សិល្បៈនៃការធ្វើបានសម្រេចនយោបាយជាសិល្បៈនៃការធ្វើបានសម្រេចបងប្អូនណាអ្វីក៏ដោយឲ្យតែបងប្អូនទៅពឹងគណៈបកប្រឆាំងវាយកទៅធ្វើរញ៉ាំងឲ្យខូចទាំងអស់ដើម្បីចំណេញនយោបាយដល់វាហេតុអីបើវាធ្វើទៅកើតថាមកតែពីប្រជាពលរដ្ឋល្ងងនឹងណាបងប្អូនត្រង់ចំណុចនឹងហើយដែលខ្ញុំនិយាយថាដើម្បីបំបត្តិការបោកប្រាស់គ្រប់បែបយ៉ាងទាំងអស់មកពីកលៀតណាក៏ដោយមកពីរដ្ឋាភិបាលក៏ដោយមកពីអាក្រមធ្វើប្រឆាំងក៏ដោយមកពីអង្គការសង្គមស៊ីវិលក៏ដោយមកពីស្ថាប័នសាសនាក៏ដោយគ្មានអ្វីក្រៅអំពីការផ្ដល់មូលដ្ឋានក្នុងការត្រេះរិះពិចារណាឲ្យប្រជាពលរដ្ឋទេ